អង្គការពាណិជ្ជកម្មពិភពលោកដែលគ្មានអំណាចការរលាយនៃ WTO មិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែវាគឺជាលទ្ធផលនៃការប៉ះទង្គិចគ្នានៃប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ឆ្នាំ1990ពិភពលោកជឿថាពាណិជ្ជកម្មនឹងធ្វើឲ្យគ្រប់ប្រទេសក្លាយជាមិត្តប៉ុន្តែនៅឆ្នាំ2026វាច្បាស់ណាស់ថាចិនប្រើប្រាស់សេដ្ឋកិច្ចដឹកនាំដោយរដ្ឋខណៈអាមេរិកព្យាយាមការពារឧត្តមភាពបច្ចេកវិទ្យារបស់ខ្លួនកត្តាសំខាន់ទី1គឺការប្រើប្រាស់ពន្ធគយជាអាវុធនៅពេលដែល WTO មិនអាចកាន់សេចក្តីបានប្រទេសនានាចាប់ផ្ដើមដាក់ពន្ធលើគ្នាទៅវិញទៅមកតាមចិត្តចង់ឧទាហរណ៍បើអាមេរិកយល់ថាការនាំចូលរថយន្តអគ្គិសនីពីចិនប៉ះពាល់ទៅដល់សន្តិសុខទិន្នន័យអាមេរិកនឹងដាក់ពន្ធ100%ដោយមិនខ្លាចការប្តឹងផ្តល់ទៅ WTO ឡើយកត្តាទី2ការផ្លាស់ប្ដូរពីប្រសិទ្ធភាពទៅជាភាពធន់កាលពីមុនក្រុមហ៊ុនស្វែងរកកន្លែងផលិតដែលមានតម្លៃថោកបំផុតឥឡូវនេះពួកគេស្វែងរកកន្លែងផលិតដែលមានសុវត្ថិភាពបំផុតនេះនាំឲ្យមានការបែងចែកពិភពលោកទៅជាប្លុកពាណិជ្ជកម្មផ្សេងៗគ្នាដែលមិនស៊ីសង្វាក់គ្នាសម្រាប់ប្រទេសតូចៗដូចជាប្រទេសកម្ពុជាការរលាយនៃ WTO គឺជាហានិភ័យធំប្រទេសតូចៗតែងតែពឹងផ្អែកទៅលើច្បាប់អន្តរជាតិដើម្បីការពារខ្លួនពីការគៀបសង្កត់របស់មហាអំណាចនៅក្នុងយុគសម័យដែលគ្មាន WTO ប្រទេសតូចៗត្រូវតែមានភាពឆ្លាតវៃបំផុតនៅក្នុងការចរចានិងកិច្ចព្រមព្រៀងទ្វេភាគីពាណិជ្ជកម្មដើម្បីរស់រាន